ថ្ងៃនេះគឺជាខ្ញុំក្នុងនាមអ្នកដឹកនាំគណៈបកសង្គ្រោះជាតិទាំងអស់សន្យាជាមួយបងប្អូនថាយើងនឹងបំពេញបំណងបងប្អូនផ្លាស់ប្ដូរបានជាថាយើងខ្ញុំច្បាស់ណាស់ថាបងប្អូនប្រជាពលរដ្ឋមានធ្វើការលះបង់ខ្ពស់ណាស់ដែលចូលរួមក្នុងយុទ្ធនាការឃោសនាបោះចោលជាមួយគណៈបកសង្គ្រោះជាតិបងប្អូនខ្លះបានធ្វើដំណើរមកចូលរួមម៉ូតូខ្លួនឯងសានខ្លួនឯងពេលវេលាខ្លួនឯងចំណូលខ្លួនឯងទាំងអស់បងប្អូនខ្លះក្រីក្រសុខចិត្តលក់ស្រូវលក់អង្ករសុខចិត្តលក់នំលក់ទាដើម្បីមកចូលរួមក្នុងការយកអំណាចជូនខ្លួនឯងវិញបងប្អូនដូច្នេះការលំបាករបស់បងប្អូននេះគឺដើម្បីសង្គ្រោះជាតិដូច្នេះហើយក្នុងនាមអ្នកដឹកនាំគណៈបកកម្ពុជាចំពោះយកការនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ខ្ពស់របស់បងប្អូននៅលើស្មារតីជាតិទាំងគ្នាអញ្ជើញទៅបងប្អូនមកឲ្យគណៈបកសង្គ្រោះជាតិដើម្បីដោះស្រាយបញ្ហាជាតិរបស់យើងទាំងគ្នា